លីនីកំពុងលេងជាមួយមិត្តរួមវ័យនៅឆ្នាំ2026ក្នុងសួនកំសាន្តយ៉ាងសប្បាយរីករាយភ្លាមនោះក៏មានពន្លឺអាថ៌កំបាំងកើតឡើងហើយលីនីបានឆ្លងពេលវេលាទៅសម័យបុរាណខ្មែរនាងបានមកដល់ព្រៃបុរាណដែលពោរពេញដោយដើមឈើធំនិងពន្លឺថ្ងៃច្រាលចូលតាមស្លឹកឈើនៅទីនោះលីនីបានជួបមិត្តថ្មីជាស្វាតូចមួយនិងកូនខ្លាជីកមួយដែលមានចិត្តល្អនិងសប្បាយរីករាយលីនីនិងមិត្តសិទ្ធិរបស់នាងបានត្រៀមខ្លួនចាប់ផ្ដើមដំណើរផ្សងព្រេងដ៏អស្ចារ្យពួកគេដើរឆ្លងកាត់ព្រៃបុរាណដោយពោរពេញទៅដោយអារម្មណ៍ចង់ដឹងនិងភាពរំភើបមិនយូរប៉ុន្មានពួកគេក៏បានឃើញប្រាសាទបុរាណមួយដែលលាក់បាំងចិញ្ចៀនពេជ្រដ៏ភ្លឺរលោងលីនីនិងមិត្តសិទ្ធិបានសប្បាយលេងជាមួយចិញ្ចៀនពេជ្រដោយសើចសប្បាយបន្ទាប់មកពួកគេបានឆ្លងពេលវេលាវិញទៅឆ្នាំ2026ដោយនាំមកជាមួយមិត្តស្វានិងកូនខ្លាឃីកលីនីវិលត្រឡប់មកវិញយ៉ាងរីករាយជាមួយបទពិសោធន៍ដ៏អស្ចារ្យមួយអរគុណបងកុំភ្លេចជួយ like និង subscribe ផងណាស្រឡាញ់អ្នកទាំងអស់គ្នា